Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិសួស្តីនាងខ្ញុំឈ្មោះវ៉ាសុចិត្រាអាយុ25ឆ្នាំមកពីរាជធានីភ្នំពេញនាងខ្ញុំចូលចិត្តការច្រៀងចាប់តាំងពីនាងខ្ញុំរៀនថ្នាក់ទី2រហូតដល់មហាវិទ្យាល័យនាងខ្ញុំបានចូលរួមប្រកួតចម្រៀងហើយនៅពេលនោះនាងខ្ញុំទទួលបានជ័យលាភីលេខ2ថ្ងៃនេះវិញសុចិត្រាមានការរំពឹងទុកទេថាទស្សនិកជនច្រើនអ្នកមែនតើនៅក្នុងស្ទូឌីយោផ្សាយរបស់យើងគាត់នឹងបន្លឺសម្លេងគាំទ្រពេលដែលសុចិត្រាច្រៀងចប់ចាំទុកថាគឺត្រូវតែអត់ធ្មត់តស៊ូហើយគឺជាពិសេសនោះគឺក្លាហានបច្ចេកសមត្ថភាពអស់ដើម្បីទទួលការគាំទ្រពីពួកគាត់ពេលនោះនាងខ្ញុំក៏ចាប់ផ្ដើមចូលចិត្តការច្រៀងអ្វីទៅដែលអាចជំនះចិត្តសុចិត្រាទោះបីកលៈទេសៈនឹងបរិយាកាសនឹងយើងភ័យមិនក៏ដោយប៉ុន្តែ3 4ពាក្យនៅតែដាមជាប់ខ្លួនយើងថាត្រូវតែប្រឹងប្រែងមូលហេតុអីចាប់តាំងពីពេលដែលនាងខ្ញុំចាប់ផ្ដើមដាក់ពាក្យចូលរួមប្រឡងកម្មវិធី The Voice Cambodia នេះគឺនាងខ្ញុំតាំងចិត្តខ្លួនឯងថានាងខ្ញុំត្រូវតែឈ្នះក្នុងកម្មវិធីនេះបាននាងខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានជាប់នៅក្នុងវគ្គជម្រុះនៃកម្មវិធី The Voice Cambodia មានការជូនពរមេដាយចំពោះសុចិត្រាជូនពរឲ្យគាត់ខំប្រឹងអប់សមត្ថភាពហើយនឹងទទួលបានជោគជ័យសម្រាប់កម្មវិធីនេះបន្តិចទៀតនេះនាងខ្ញុំនឹងឡើងទៅលើឆាកហើយនាងខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីឲ្យខូចទាំង4គាត់ជ្រើសរើសយករូបនាងខ្ញុំអូនឈ្មោះអីវ៉ាសុចិត្រាបងសុចិត្រាវ៉ាសុចិត្រាសុចិត្រាចិត្រាអូនអាយុប៉ុន្មានឆ្នាំ26
26ឆ្នាំស្រុកកំណើត នៅភ្នំពេញ សប្បាយចិត្តអត់ដែលបងអូនខ្លាចជាកូនក្រុមស្វ័យប្រវត្តិរបស់កញ្ញាអុកសុគន្ធកញ្ញា ចាបងសប្បាយចិត្តខ្លាំងណាស់ព្រោះគាត់គឺជានិមិត្តរូបក្នុងចិត្តរបស់ខ្ញុំ ឥឡូវនេះគឺដូចក្តីប្រាថ្នានឹងការប៉ងរបស់បងអូនហើយបងអូនបានខ្លាចជាកូនក្រុមរបស់បងអូនស្រីអុកសុគន្ធកញ្ញា ចាដែលអាចឆ្លងទៅវគ្គបន្ត បាទសម្រាប់អូនមានសម្លេងពីរោះហើយមានកម្លាំងនៅពេលដែលច្រៀងគឺបងអូនចេះបត់បែនទៅតាមបទចម្រៀងហើយចំណុចដែលខ្វះខាតត្រង់ថាកន្លែងដែលស្រែកខ្លាំងកន្លែងខ្លះស្ទើរមិនដន់ណោតក៏មិនមានច្រើនដែរសម្រាប់អូនតែអ្វីដែលសំខាន់គឺបងអូនបកស្រាយបទនេះគឺបានល្អសឹងតែថារកចំណុចដែលយើងចាប់កំហុសស្ទើរតែគ្មានសម្រាប់បងជួយចូលរួមអបអរសាទរបងអូនដែលបងអូនបានក្លាយជាកូនក្រុមរបស់គាត់ហើយជឿជាក់ថាអ្វីដែលគាត់មានភាពល្បីល្បាញនិងសមត្ថភាពរបស់គាត់រហូតមកដល់សប្តាហ៍ថ្ងៃនេះគាត់នឹងចែករំលែកជូនដល់បងអូនដើម្បីឲ្យបងអូនទទួលបានជោគជ័យជំនះនៅក្នុងការប្រកួត ចាអរគុណបង បងរ៉ាត់និយាយត្រូវសុចិត្រាច្រៀងបានល្អហើយបទចម្រៀងមួយបទនេះអាចថាស្ដាប់មកដូចជាធម្មតាក៏ប៉ុន្តែពិបាកច្រៀងណាស់ត្រូវប្រើសម្លេងឲ្យបានស្មើហើយយើងមិនត្រូវចោះពេកក៏មិនត្រូវឡើងពេកដែរសុចិត្រាធ្វើបានល្អសម្រាប់បទចម្រៀងមួយបទនេះដែលលើកយកមកបកស្រាយនៅក្នុងថ្ងៃនេះគ្រាន់តែសុចិត្រានៅមានអារម្មណ៍ថាខ្លួនឯងភ័យហើយមិនមានទំនុកចិត្តក្នុងការកាន់មីក្រូហ្វូនមួយនេះហើយមិនទាន់ជឿជាក់ក៏ប៉ុន្តែទាំងអស់គឺសិតតែជាបញ្ហាមួយដែលអុកសុគន្ធកញ្ញាអាចសម្រួលបានចាអរគុណច្រើន ចាហើយជូនឲ្យសុចិត្រាបានទៅចូលឆ្លងទៅវគ្គបន្តទៀត ចាបងអរគុណច្រើន អរគុណ សម្រាប់បងផ្ទាល់គ្រាន់តែចង់ជូនពរចេត្រាចៅឲ្យបងអូនជោគជ័យហើយចំណុចដែលខ្វះខាតទោះបីជាបន្តិចបន្តួចក៏ដោយតែនេះខ្ញុំជឿជាក់ថាកញ្ញាក៏អាចធ្វើបាននិយាយរួមទៅគឺសម្លេងអូនពីរោះចាអរគុណ ចាអរគុណច្រើនបង បាទតាមពិតទៅអ្វីដែលចំណុចខ្វះខាតតែប្រមាណដែលចិត្រាមានដូចជាបង្រិតនិងកញ្ញាគាត់បាននិយាយហើយក៏ប៉ុន្តែបងអូនមានសំណាងនៃសាកញ្ញាបានចុចយកបងអូនធ្វើជាកូនក្រុមរបស់គាត់ដោយស្វ័យប្រវត្តិអញ្ចឹងhead Paul ដែលបងមិនបានចុចទី1សំលេងបងអូនដូចគាត់និយាយអញ្ចឹងគឺបងមានអារម្មណ៍ថាញ័រណាយើងអត់តន់គ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននិងអត់តន់ស្រួលអារម្មណ៍អញ្ចឹងពេលនេះយើងមានឱកាសបានខ្លាចជាកូនក្រុមរបស់គាត់ហើយពេលដែលប្រឡងលើកក្រោយទៀតនៅវគ្គក្រោយទៀតបងអូនត្រូវខំប្រឹងធ្វើម៉េចបង្កើនភាពក្លាហាននិងសួរនៅបទពិសោធន៍ផ្សេងពីកញ្ញាគាត់នឹងផ្ដល់ឲ្យបងអូនហើយបងអូននឹងអាចឈានទៅកាន់កម្មវិធីរបស់យើងជាបន្តទៀតជូនពរអរគុណ អរគុណច្រើនអរគុណបង ស្វាគមន៍មកកាន់អុកសុគន្ធកញ្ញាអរគុណច្រើនអរគុណអូនដូចឃើញហើយសូម្បីតែខូចទាំង3នាក់ក៏ជឿជាក់លើសមត្ថភាពរបស់អុកសុគន្ធកញ្ញាដែរ សុចិត្រាគឺជាបេក្ខនារីម្នាក់ដែលបានបកស្រាយនៅបទចម្រៀងជាភាសាអង់គ្លេសអ្វីត្បិតតែថ្ងៃនេះគាត់ធ្វើមិនសូវបានល្អទេគឺគាត់ដូចជាមានអារម្មណ៍ថាភ័យបន្តិចក៏ប៉ុន្តែសម្លេងរបស់គាត់គួរឲ្យកត់សម្គាល់ដូច្នេះខ្ញុំបានចុចប៊ូតុងដើម្បីជ្រើសរើសយកគាត់ មានអារម្មណ៍គឺសប្បាយខ្លាំងទោះបីជាមិនបានខូចទាំង4ក៏ដោយប៉ុន្តែគឺបានម្នាក់នេះគឺម្នាក់ដែលខ្ញុំបានគិតនៅក្នុងចិត្តរួចទៅហើយ អស្ចារ្យមែនតើណា អត់អីទេចាំមើលខ្ញុំរកកំពីណាដែលប្រាប់គាត់ថាកុំឲ្យភ័យទុកទស្សនិកជនដូចជាអត់មានអីទាំងអស់ដូចជាអញ្ចឹងយើងអត់មានឃើញអីទេ ចាជុំគ្នានៅឱកាសក្រោយអូនចា The Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិ